ជំរាបសួរលោកគ្រូថ្ងៃនេះដែរខ្ញុំនិយាយតាក់ទងជាមួយនឹងរបៀប remote ចូលមក YouTube server នៅក្នុងAWS ដែលយើងប្រើ service របស់ EC2 អញ្ចឹងនៅក្នុងនេះដែរខ្ញុំចូលលើ EC2 ស្រាប់ហើយមុននឹងខ្ញុំបាន log in ហើយដើម្បីអាចធ្វើការងារនេះបានយើងចូលមក EC2 ហើយចូលមក instance កន្លែង action នេះកន្លែងនេះពីមុន United States ខ្ញុំយកOhio ដើម្បីកន្លែងនេះយើងវាស៊ីលុយតិចហើយអញ្ចឹងកន្លែងនេះដោយសារមុននឹងខ្ញុំបាន connect វាហើយអញ្ចឹង status instant status របស់វាគឺកំពុងតែ running អញ្ចឹងដោយសារពីថ្ងៃមុនខ្ញុំបាន run ទុកចោលអញ្ចឹងវាកាត់លុយខ្ញុំអស់ប្រហែលជា$2នេះខ្ទង់$2អីដំបូង$100តែខ្ញុំផ្លេចបិទអានេះទៅវាកាត់លុយបាទហើយកន្លែងនេះខ្ញុំបានដាក់ឈ្មោះខ្ញុំហើយបន្ទាប់មកគ្រប់ហើយនឹង AWS remote សម្រាប់ instant ID នេះគឺវា generate auto ប៉ុន្តែកន្លែងនេះពេលដែលមុនពេលដែលខ្ញុំបង្កើតគឺត្រូវការចំណាយពេលយ៉ាងយូរបន្តិចហើយកន្លែងstatus check ហ្នឹងតោះតាកន្លែងហ្នឹងវាចេញcheck pass បែបហ្នឹងមិនយើងអាចប្រើ service ហ្នឹងបានអញ្ចឹងដោយសារតែការងារនេះខ្ញុំបានធ្វើតាមលោកគ្រូតាមវីដេអូរបស់លោកគ្រូមកវាជោគជ័យហើយអញ្ចឹងយើងឈានទៅដល់ចំណុចដែលយើងត្រូវធ្វើការ SH ចូលមកកាន់ YouTube server ពីមុនមកខ្ញុំ select YouTube server អញ្ចឹងឡើយនេះបើសិនជាអត់ទាន់ connect យើងគ្រាន់តែចុច connect ឡើយនេះមកហើយយើងអាចជ្រើសរើសstatus មួយសម្រាប់យើងធ្វើការ remote មកកាន់ YouTube server របស់យើងបានអញ្ចឹងមកដល់ឡើយនេះដើម្បីអាចយើង connect ចូលមកប្រើ SH បានគឺយើងចុចពាក្យថា connect មកអញ្ចឹងឡើយនេះគឺយើងមាន option ច្រើនសម្រាប់ connect ចូលមក YouTube នេះតែបើខ្ញុំចង់ connect តាម SH client អញ្ចឹងដើម្បី connect បានយើងត្រូវ change mode នេះមក400ហើយជាមួយនឹងឈ្មោះនេះដែលឈ្មោះនេះដែរremote.pem នេះដំបូងឡើយគឺខ្ញុំត្រូវ download វាមកសិនតែដោយសារកុំព្យូទ័ររបស់ខ្ញុំ download ហើយអញ្ចឹងខ្ញុំគ្រាន់តែចូលទៅ change mode នេះ400មកឈ្មោះនេះទៅហើយតើតើ public DNS ខ្ញុំប្រើនេះហើយខ្ញុំអាចឧទាហរណ៍នេះ simple sh ឈ្មោះចេះ add យកបន្ទុកនេះមកគឺខ្ញុំអាច connect ចូលទៅកាន់យកបន្ទុក server នៅលើ AWS បានហើយគេអញ្ចឹងដើម្បីចូលទៅកាន់យើងធ្វើការ SH បានខ្ញុំចូល terminal ហើយខ្ញុំcd ទៅកាន់ downloadចូល download ហើយខ្ញុំ check មើល file ដែលខ្ញុំបាន download រួចហ្នឹង.pem ហ្នឹងអូខេអញ្ចឹងនេះ file មួយនេះគេអញ្ចឹងខ្ញុំធ្វើការទៅ change mode វាខ្ញុំ change mode ទៅ400បន្ទាប់មកឈ្មោះ file ហ្នឹងថាអញ្ចឹងវា error ដោយសារខ្ញុំប្រើនៅក្នុង PowerShell នេះវាអត់ support អញ្ចឹងខ្ញុំសាកប្រើ command នេះដល់យើងមិនចាំបាច់ change mode អូខេអញ្ចឹងខ្ញុំដោយសារខ្ញុំប្រើ PowerShell អញ្ចឹងខ្ញុំអត់ចាំបាច់ change mode ទេខ្ញុំអាចSH ចូលទៅកាន់ YouTube server របស់ខ្ញុំនៅលើ AWS បានអញ្ចឹងអូខេនេះ YouTube របស់ខ្ញុំអាចចូលបានហើយ
ត pwd hostname គេនេះ hostname របស់ខ្ញុំត្រូវហើយគេអញ្ចឹងខ្ញុំចាប់ផ្ដើម start ពី lab ដែលគួរឲ្យធ្វើអញ្ចឹងខ្ញុំសាកវាយ command 3 ដែល command 3 នេះគឺយើងដើម្បីឆែកតាក់ទងជាមួយនឹង directory structure directory ហើយយើងប្រើ tree នេះគឺសម្រាប់បង្ហាញថា folder structure វាជាទ្រង់ទ្រាយដើមឈើហើយអាចឲ្យយើងមើលថា folder ឬក៏ file ហ្នឹងវាស្ថិតនៅទីណាបានដែលយើងប្រើ command 3 ហ្នឹងបន្ទាប់មកខ្ញុំត្រូវ create making directory មួយ200កន្លែងហ្នឹងដោយសារវាយយូរពេកខ្ញុំសុំទៅ copy ពីលោកគ្រូមកខ្ញុំ create ហើយខ្ញុំ create mkdir នេះគឺសំដៅលើ create directory ហើយដក p ហ្នឹងសម្រាប់create multiple folder together command នេះយើងបង្កើតសម្រាប់បង្កើត folder structure វាបន្ទាប់មកខ្ញុំ create text file អញ្ចឹងខ្ញុំ create text file ខ្ញុំវាយ nano តោះមកខ្ញុំវាយ text អានេះឧទាហរណ៍ text.txt អូខេចឹងក្នុងនេះខ្ញុំstick into shoot su pram welcomeខ្ញុំវាយប៉ុណ្ណឹងហើយដើម្បី save file ខ្ញុំចុច control O ហើយ control X control O enter control X អញ្ចឹង file នេះខ្ញុំ save ហើយអញ្ចឹងជាហ៊ានបន្ទាប់ខ្ញុំធ្វើការ copy file text ដែលខ្ញុំបាន create មិញហ្នឹងទៅកាន់អ្វីដែលលោកគ្រូបានដាក់ឲ្យ cp ទៅ001 002 ហើយរហូតទៅដល់010ចឹងនេះខ្ញុំបាន copy ហើយអូខេអញ្ចឹងទៅការ enter គេអញ្ចឹងខ្ញុំបាន copy file ហ្នឹងទៅកាន់ folder ហ្នឹងហើយបន្ទាប់មកយើងទី5យើងទៅ archive file ដែល
tar ហ្នឹងគឺសំដៅលើ archive file ហើយ .c ហ្នឹងគឺ create archive ដល់ពេល .v សូរប្រសេសហើយនឹង .f សំដៅទៅលើ file name ចឹងខ្ញុំធ្វើការ archive file ដែលខ្ញុំបាន create មិញខ្ញុំវាយថា .cvf su file .tar 001 អូខេតមកទៀតយើងធ្វើការ extract file មកវិញលេខ6វាយថា .xvf su pram ថាអូខេx ហ្នឹងបានន័យថា extract ហើយ command នេះនឹង unpack ថា file តមកយើងចូលដល់ទី7 czvf ចឹងកន្លែងនេះគឺបានន័យថា compress ថា to zip យើងវាយថា .czvf su pram ថា .gz u pram ថាគេចឹង u pram ថាគេយើង compress zip ហើយបន្ទាប់មកទី8នេះយើង create zip archive ចឹងចូលមកកាន់ server របស់យើងវាយថាយើង extract ថាហ្នឹង extract file archive ហ្នឹងលេខ8ចឹងយើងវាយ comment ថា .xzvf su pram ថា gz អូខេតមកយើង create zip archive ទី9 create zip archive យើងវាយ zip .rv su pram .zip ហើយយើង archive ទៅ001ដែល001ហ្នឹងគឺអា structure folder ហ្នឹងយើង create ហើយអូខេអញ្ចឹង sudo install zip អញ្ចឹងដោយសារតែរបស់ខ្ញុំវាអត់ទាន់មាន zip អញ្ចឹងខ្ញុំត្រូវការ install ខ្ញុំវាយ command sudo apt install មែនតើនេះបើពីដំបូងបើយកអត់មានយើងត្រូវ install មុនណាវាយមកអូខេយើង install ហើយcommand ម្ដងទៀតខ្ញុំ archive អូខេអញ្ចឹង archive បានហើយទៅមកលេខ10គឺយើង extract zip file ហ្នឹងចឹងដើម្បី extract zip file ហ្នឹងយើងវាយ unzip ឈ្មោះ file su5 ថា .zip គេយើង unzip
Ok chẳng lại này bà sân dương lại này sao tại IU file nó vì miền nó cả son son mùi nó vì miền xẹp chẳng bà sân cả này thay dương vô giá lại nó viên nó replay file IU pam dot zip này tại bà dương vô nó với skip hay bà sân dương vô ấy nó đôi chia vì thơ ca bà dân vô ấy nó vì replay all file này rồi bà sân là cả này mình file nó bà sân dương vô ố nó vì override automatic mà bà sân vô ảnh là nó rename mà file đại gia khai nữa chẳng cái lại nếu vô ra tầm bay replay là file năng